ចម្លែកទាំង7មកពីជុំវិញពិភពលោកដែលយើងគួរតែដឹងទោះជាសប្តាហ៍ថ្ងៃនេះមនុស្សភាគច្រើនរស់នៅដោយជឿលើវិទ្យាសាស្ត្រក៏ដោយប៉ុន្តែនេះមិនមែនមានន័យថាជំនឿត្រូវបានគេបំភ្លេចចោលនោះទេនៅតំបន់ខ្លះក៏នៅតែឲ្យតម្លៃយ៉ាងខ្លាំងទៅលើជំនឿរបស់ខ្លួនចង់ដឹងថាជំនឿចម្លែកទាំង7ដែលយើងនឹងលើកយកមកនិយាយនៅពេលនេះគឺជាអ្វីសូមស្ដាប់ដូចតទៅជំនឿដែលគួរជៀសវាងទី1គឺការជល់កែវទឹកនៅក្នុងប្រទេសក្រិកគេជឿថាការជល់កែវដែលមានទឹកក្នុងនោះគឺគេប្រើនៅពេលដែលមានមនុស្សស្លាប់ប៉ុណ្ណោះគឺបានន័យថាចង់បង្ហាញពីការធ្វើដំណើររបស់អ្នកស្លាប់ទៅបរលោកទៅតាមទឹកទន្លេហេតុនេះហើយអ្នកមិនត្រូវជល់កែវទឹកដើម្បីអបអរដល់អ្នកដែលមានជីវិតរស់នៅនោះទេទី4គឺជំនឿលើលេខ4ដែលគឺជាលេខស្លាប់នៅក្នុងប្រទេសចិនប្រជាជនសឹងតែ100%តែម្ដងគឺគេមានជំនឿក្នុងការមិនយកលេខ4នោះដាច់ខាតហើយលោកអ្នកក៏ប្រហែលជាធ្លាប់ឮនៅជំនឿមួយនេះដែរព្រោះមិនមែនមានតែប្រទេសចិននោះទេនៅឯ Las Vegas ក៏ជាកន្លែងដែលសម្បូរទៅដោយសណ្ឋាគារនិងកាស៊ីណូក៏បានមានជំនឿលើជំនឿនេះដូចគ្នាដោយហេតុថាតម្រូវចិត្តភ្ញៀវដែលមានជនជាតិចិនរបស់គេដូច្នោះហើយតុសម្រាប់ហូបបាយឬក៏តុសម្រាប់លេងល្បែងគឺមិនមានលេខ4នោះទេសូម្បីតែជាន់ទី4ក៏មិនមាននោះដែរទី3គឺការញ៉ាំទំពាំងបាយជូរនៅពេលអាធ្រាត្រយើងស្ដាប់មើលទៅដូចជាចម្លែកណាស់ប៉ុន្តែរឿងនេះមានពិតនៅជំនឿសម្រាប់ប្រទេសអេស្ប៉ាញនិងផ្នែកខ្លះនៃប្រទេសអាមេរិកឡាទីនដែលគេតែងតែញ៉ាំផ្លែទំពាំងបាយជូរនៅពេលអាធ្រាត្រនៅថ្ងៃឆ្លងឆ្នាំជំនួសឲ្យការផឹកនៅគ្រឿងផ្សេងៗដែលធ្វើពីទំពាំងបាយជូរទៅវិញដោយមានដំណើរនិយាយតគ្នាថាប្រសិនបើយើងញ៉ាំផ្លែទំពាំងបាយជូរចំនួន12គ្រាប់ក្នុងពេល12វិនាទីដំបូងនិងពេលរំលងអាធ្រាត្រនោះអ្នកនឹងមានសំណាងល្អពេញមួយឆ្នាំថ្មីតែម្ដងតែប្រសិនបើអ្នកឆ្លក់ជាមួយនឹងគ្រាប់ទី12ជំនឿថាមិនបានផលនោះទេយើងចូលទៅដល់ជំនឿទី4កុំហ៊ានហៅឈ្មោះរបស់គាត់នៅក្នុងប្រទេសអាហ្គង់ទីណាគេហាមដាច់ខាតមិនឲ្យហៅឈ្មោះលោកនាយករដ្ឋមន្ត្រីម៉ឺណាំពីព្រោះគាត់គឺជាអ្នកគ្រប់គ្រងប្រទេសអាហ្គង់ទីណានៅក្នុងចន្លោះឆ្នាំ1989រហូតដល់ឆ្នាំ1999ដែលគេស្គាល់ថាគាត់គឺជាអ្នកគ្រប់គ្រងដ៏អាក្រក់ម្នាក់ហើយប្រសិនបើមានការនិយាយឈ្មោះរបស់គាត់វាត្រូវបានគេយល់ថានាំនៅសំណាងមិនល្អដល់ប្រទេសប៉ុន្តែបើសិនជាយើងចង់ហៅនេះឈ្មោះនាយករដ្ឋមន្ត្រីមួយនោះគេប្រើឈ្មោះដែលស្រដៀងហៅជំនួសវិញដើម្បីបញ្ជៀសនៅសំណាងមិនល្អចូលដល់ក្នុងប្រទេសឬក៏ក្រុមគ្រួសាររបស់គេទី5កង្ហារអាចឆក់យកជីវិតមានជំនឿដ៏ល្បីល្បាញមួយនៅក្នុងប្រទេសកូរ៉េខាងត្បូងថាប្រសិនបើយើងគេងដោយបើកកង្ហារហើយអាចធ្វើឲ្យយើងស្លាប់បានជាពិសេសចំពោះមនុស្សចាស់និងកូនក្មេងជំនឿមួយនេះមានឥទ្ធិពលខ្លាំងណាស់រហូតដល់ថ្នាក់លោកសាស្ត្រាចារ្យផ្នែកនុយក្លេអ៊ែរនិងវិស្វកម្មបានធ្វើការពិសោធន៍ជាមួយនឹងក្មេងស្រីរបស់ខ្លួនដែលកំពុងតែគេងលក់ដោយបើកកង្ហារដោយគាត់បានពិនិត្យជីពចររបស់កូនស្រីរបស់គាត់ពេញមួយយប់ប៉ុន្តែចង់បញ្ជាក់ផងដែរការពិសោធន៍មួយនេះគឺឃើញថាមនុស្សមិនបានស្លាប់នោះទេប៉ុន្តែទោះជាលទ្ធផលយ៉ាងនេះក្តីក៏នៅតែប្រទេសកូរ៉េខាងត្បូងគាត់មានជំនឿគឺមិនអោយដេកដោយប្រើកង្ហារនោះទេទី6គឺមានជំនឿទៅលើលេខ39ចំពោះលេខនេះក៏មិនខុសពីលេខ4នៅក្នុងប្រទេសចិនដែរព្រោះថានៅក្នុងប្រទេសអាហ្គានីស្ថានគឺមានជំនឿនៅលើលេខ39ដែលគឺជាលេខអាក្រក់ប្រសិនបើលោកអ្នកមានអាយុ39ឆ្នាំនៅក្នុងប្រទេសអាហ្គានីស្ថានអ្នកប្រហែលជាចង់ប្រាប់មនុស្សគ្រប់គ្នាថាវ៉ាស់មួយឆ្នាំទៀតគឺអ្នកអាយុ40ព្រោះលេខ39គឺជាលេខដែលត្រូវគេហាមនៅក្នុងប្រទេសដូច្នោះហើយគ្មាននរណាដឹងថាមកពីហេតុអ្វីនោះទេប៉ុន្តែវាបានคล้ายទៅជាលេខដែលគ្រប់គ្នាជៀសវាងសូម្បីតែស្លាកលេខឡានក៏មិនត្រូវមានដែរទី7ជំនឿទៅលើក្របសត្វល្វាចេកនៅក្នុងប្រទេស Ireland
បើសិនជាអ្នកបានជួបនៅសត្វល្វាចេកហើយមិននិយាយសួស្ដីអ្នកកំពុងតែនាំខ្លួនទៅរកនៅសំណាងមិនល្អហើយដំណើរនេះត្រូវបាននិយាយថាល្វាចេកមួយគឺនាំនៅសំណាងអាក្រក់តែអ្នកអាចរាក់ទាក់ដើម្បីបង្ហាញនូវកាយគោរពនិងសង្ឃឹមថាវានឹងមិននាំមកនូវសំណាងអាក្រក់ដល់អ្នកនោះទេតែកុំបារម្ភអីនៅពេលដែលអ្នកបានឃើញល្វាចេកពីរក្បាលព្រោះវាមានន័យថាសំណាងល្អទៅវិញតើអស់លោកអ្នកយល់យ៉ាងណាដែរចំពោះជំនឿចម្លែកនៅជុំវិញពិភពលោកទាំង7នេះសូមលោកអ្នកខមមិននៅវីដេអូខាងក្រោមនេះ